សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin មកសូមណែនាំផលិតផលលេលាបមុខមួយប្រភេទដែលសារឥឡូវហ្នឹងគឺកំពុងតែមាន promotion ពិសេសហ្មងលេលាបមុខ brand ម៉ាលីសដែលជាប្រភេទលេលាបមុខនាំចូលមកពីប្រទេសថៃហើយជាប្រភេទលេដែលជួយឲ្យស្បែកមុខរបស់យើងភ្លឺថ្លាសស្អាតមានបញ្ហាគ្រប់បែបយ៉ាងគឺសិតតែអាចប្រើប្រាស់បានមិនថាជាជាំឬមួយក៏អាចក្រុយឬមួយក៏ស្បែកជ្រីវជ្រួញគ្មានសំណើមឬក៏មានបញ្ហាមុនឬក៏ផ្ទៃមុខប្រតិកម្មគ្រប់ប្រភេទទាំងអស់ឲ្យតែជាបញ្ហានៅលើស្បែកមុខសាកល្បងទិញប្រភេទលេ brand ម៉ាលីសយកទៅប្រើប្រាស់នឹងជួយឲ្យស្បែកភ្លឺថ្លាទន់រលោងមានសំណើមមកគួរជាទីស្រឡាញ់ចឹងហ្មងហើយឥឡូវនេះប្រម៉ូសិនពិសេសលោកអ្នកដែលទិញលេម៉ាលីសចំនួន1ខ្លងថែមជូនម៉ាស់បិទមុខចំនួន5សន្លឹកហើយបើសិនជាទិញចំនួន2ខ្លងថែមជូនរហូតដល់ទៅ13សន្លឹកឯណោះអញ្ចឹងរស់រាន់ឡើងអាចតាក់ទងមកកាន់លេខទូរស័ព្ទដែលមានដាក់លើនឹងរួចជាស្រេចលេម៉ាលីសគឺជាលេដែលមានគុណភាពខ្ពស់សម្រាប់ស្រស់ស្អាតតាមបែបធម្មជាតិដោយសារលេម៉ាលីសសូមស្វាគមន៍មកកាន់ Channel DA Box សង្ខេបរឿង Admin មកសង្ខេបរឿងជាបន្តគឺរឿងល្បែងស្នេហ៍ឆ្លងភពភាគទី6ក៏ប៉ុន្តែមុននឹងសង្ខេបរឿង Admin សូមជម្រាបជូនថា fan ដែលចង់ឧបត្ថម្ភលើកទឹកចិត្ត Admin អាចផ្ញើជាថវិកាមកកាន់គណនីធនាគារ ABS របស់ Admin ដោយដែលបានណូតនៅក្នុងនឹងរួចជាស្រេច Admin នឹងព្យាយាមចេញរឿងមួយថ្ងៃ2ភាគចេញភាគបុរាណមួយភាគសម័យមួយតម្រូវតាមចិត្ត fan ទាំងអស់គ្នាកុំឲ្យចាំយូរពេកខឹង Admin ច្រើនគ្នានេះចឹងឥឡូវនេះ Admin សូមមកសង្ខេបរឿងភាគបន្តភាគនេះគឺតួស្រីរបស់យើងកំពុងតែអង្គុយសែតព្រោះអីគាត់ឮលហៀងមកថាសម្រាប់រីទីជាតិអ្នកដែលស្រឡាញ់ខាងដាក់ផ្នែកតន្ត្រីអីហ្នឹងណាมันអាចធ្វើការងាររាជការបានល្អទេអញ្ចឹងតួប្រុសប្រហែលជាมันមានលទ្ធភាពក្នុងការបម្រើការងាររាជការអីឡើយគឺជារឿងដែលគួរឲ្យសោកស្ដាយតែពេលហ្នឹងស៊ីយ៉ាក៏រត់មកប្រាប់ថាមានដំណឹងល្អមួយចង់5គាត់បានដើរកាត់បន្ទប់អ្នកមីងរបស់គាត់ម្ចាស់មីងរបស់គាត់នឹងឲ្យបានស្ដាប់ឮម្ចាស់មីងនិយាយគ្នាជាមួយនឹងមហាថ្លឹកជាមួយនឹងរាជអាមាត្យអីចឹងទៅប្រាប់ថានគរក្បែរខាងហ្នឹងគឺគាត់ចង់សុំសភៅមួយយ៉ាងសភៅហ្នឹងប្រហែលជាសភៅតន្ត្រីឬក៏យ៉ាងណា admin មិនសូវច្បាស់ដែរចាំមើលបន្តទៀតទាំងអស់គ្នាពួកអីសភៅហ្នឹងគេទៅសេជាអក្សរកាត់មកដែលសភៅហ្នឹងវាអត់មាននៅក្នុងរាជវាំងទេសភៅហ្នឹងអតីតព្រះមហាក្សត្របានប្រគល់ទៅឲ្យលោកជីដែលជាគ្រូអតីតព្រះមហាក្សត្រមុននេះណហើយឥឡូវលោកជីហ្នឹងគាត់បានអត្រែតហើយគាត់បានចេញពីរាជវាំងហើយសភៅហ្នឹងនៅជាមួយគាត់ដល់ពេលយើងត្រូវការសភៅហ្នឹងត្រូវទៅសុំពីគាត់វិញហើយតែលោកគ្រូជីនេះគឺជាមនុស្សដែលពិបាកចង់និយាយថាបើគាត់មិនអោយគឺមិនអោយឯងគ្មានលេសគ្មានហេតុផលអីទេអញ្ចឹងឥឡូវព្រះមហាក្សត្រកំពុងតែពិបាកចិត្តយ៉ាងខ្លាំងព្រោះអត់មានសភៅអីឲ្យគេអញ្ចឹងណាអញ្ចឹងទៅបើសិនជាមានអ្នកណាគេអាចដោះស្រាយបញ្ហានេះឲ្យព្រះមហាក្សត្របានប្រហែលជាបានគេហៅថាគុណសម្បត្តិធំមួយហើយតួស្រីគាត់ថាគាត់ដូចជាមិនចាប់អារម្មណ៍ទេតែមានអ្នកណាស្ទុះចង់បាក់កមែនតួស្រីអ្នកស្ទុះទេអ្នកបម្រើរបស់គាត់រត់ទៅស៊ើបការឲ្យណាគឺលោកជីនោះឥឡូវលាលែងពីតំណែងក្នុងព្រះបរមរាជវាំងហើយក៏ប៉ុន្តែគាត់បានទៅធ្វើបើកហាងតន្ត្រីមួយលក់ឧបករណ៍តន្ត្រីលក់អីចឹងនិយាយទៅគឺគាត់ស្រឡាញ់តន្ត្រីចឹងហ្មងហើយរៀងរាល់ឆ្នាំគាត់តែងតែបើកឲ្យមានការប្រកួតប្រជែងរវាងតន្ត្រីករទាំងឡាយជ្រើសរើសជើងខ្លាំងខាងផ្នែកតន្ត្រីអីចឹងទៅដែលនេះគឺជារឿងល្អមួយតួស្រីក៏យកមកបញ្ចុះបញ្ចូលតួប្រុសឲ្យទៅប្រកួតជាមួយគេដែលតួស្រីបាននិយាយអីច្រើននេះក៏គាត់ប្រាប់តួប្រុសថាការប្រឡងរើសអ្នកមានសមត្ថភាពតន្ត្រីករអញ្ចឹងណាហើយបើសិនជាអ្នកណាទទួលបានជ័យជំនះនឹងទទួលបានពិនដ៏ល្អលេខ1ល្អបំផុតក្នុងលោកដែលផ្ដល់ជូនដោយលោកគ្រូជីនឹងឯងតួប្រុសណាគាត់មិនចង់បានអីទាំងអស់តែឮថាបានពិនល្អក៏ចង់ទៅភ្លាមល្អមែនទែនបើអញ្ចឹងខ្ញុំនឹងទៅប្រឡងតួស្រីសប្បាយចិត្តមែនទែនគាត់ថាគាត់សុំទៅដែរតែតួប្រុសគាត់ថាអត់ទេចាំគាត់ទៅជាមួយនឹងគ្រូពេទ្យក៏បានដែរតែតួស្រីគាត់ថាលោកគ្រូពេទ្យនឹងអត់សូវចេះខាងរឿងតន្ត្រីទេខ្ញុំបានអានសៀវភៅតន្ត្រីច្រើនខ្ញុំអាចជួយបងបានហើយឲ្យស៊ីយ៉ាទៅជាមួយយើងដែរទៅនាងចេះក្បាច់គុណអាចការពារយើងបានថែមទៀតផងទូប្រត់ឲ្យទៅទេគាត់បារម្ភតួស្រីមានផ្ទៃពោះហ៎តែតួស្រីលេងក្បាច់អង្វរបដ ாய் ណាបងសម្លាញ់ណាសុំទៅដែរមកតួប្រុសឡើងតុនចិត្តទៅក៏ទៅពិតគិតទៅមិនអាចបដិសេធជាមួយតួស្រីបានមែនហ្មងដំណឹងថាតួប្រុសចេញទៅក្រៅព្រះបរមរាជវាំងនេះក៏បានឮមកដល់ព្រះបត្រាទី2គាត់ឆ្ងល់ឱកាសនេះគឺជាឱកាសនៃការរៀបចំខ្លួនឲ្យល្អដណ្ដើមតំណែងជារាជទីជាតិចាស់ទូស៊ីយីនឹងគាត់ចេញទៅក្រៅក្រុងធ្វើអីគួរឲ្យឆ្ងល់មែនទែនគាត់បានឲ្យអ្នកបម្រើរបស់គាត់តាមដានតួប្រុសឲ្យជាប់ស្អែកឡើងពួកគេក៏បានធ្វើដំណើរទៅពីគូ
លោកគ្រូពេទ្យហើយនឹងតួប្រុសរបស់យើងទៅជួបជាមួយនឹងអ៊ំប្រុសម្នាក់តាមផ្លូវក៏ថារទេះមានបញ្ហាហើយតួប្រុសក៏ស្វាឲ្យគ្រូពេទ្យនឹងមើលរទេះមកមានបញ្ហាអីអត់ហើយគាត់ដើរទៅអរគុណអ៊ំប្រុសម្នាក់នឹងដែលបានជួយផ្ដល់ដំណឹងឲ្យគាត់មុនអញ្ចឹងណាតែអ៊ំប្រុសនឹងមិនទាន់បាននិយាយអីផងលោកគ្រូពេទ្យក៏ថារទេះគ្មានបញ្ហាអីទេព្រះអង្គដែលអ៊ំប្រុសនឹងគាត់និយាយថាកុំឲ្យចាប់អារម្មណ៍ដល់រឿងរទេះអីគឺគាត់ចង់និយាយពីខ្សែជីវិតរបស់អ្នកទាំងពីរមានបញ្ហាកើតមកដោយលក្ខណៈថាធាតុមិនត្រូវគ្នាអីចឹងណាដល់ពេលតួស្រីមួម៉ៅក៏ដោយពួកយើងគឺជាគូដ៏ស័ក្តិសមបំផុតកុំចេះតែនិយាយផ្ដេសផ្ដាសគាត់សួរតួស្រីថាមកពីណាដែរតែស៊ីយ៉ាក៏ថាគុំជជែកជាមួយគាត់ផ្ដេសផ្ដាសអីមើលទៅមិនកើតការអីទេព្រោះឡើងរទេះចឹងណាក៏ប៉ុន្តែអ៊ំក៏ថាមិនក៏មើងងាយខ្ញុំអញ្ចឹងខ្ញុំគឺជាគ្រូទាយណាខ្ញុំអាចទាយបានគាត់ក៏រាប់ដៃរាប់ជើងហើយគាត់ទាយថាបន្តិចទៀតនឹងមានគេជីសេះកាត់នឹងពាក់អាវពណ៌សចាំមើលទាំងអស់គ្នាណាគាត់ជាគ្រូទាយក៏ទាយឆុតហ្មងស្រាប់តែមកស្ទុះឡើងមានគេជីសេះមកមែនតែមានពណ៌អាវពណ៌សផងអាវពណ៌ខៀវគាត់ឃើញចឹងលែងមានណានិយាយជាមួយគ្រូទាយបដ ாய் តួប្រុសថាតោះអូនសម្លាញ់ឡើងលើរទេះវិញហើយក៏នាំគ្នាឡើងរទេះគ្រូទាយក៏ស្រែកប្រាប់ថាគាត់ពិតជាគ្រូទាយមែនណាគាត់មានរឿងសំខាន់ចង់ប្រាប់ព្រះអង្គម្ចាស់ទី3នឹងឯងត្រូវប្រយ័ត្នប្រយែងត្រូវការពារខ្លួនគូអ្នកទាំងពីរគឺជាគូមិនស័ក្តិសមទេតែគ្មានណាស្ដាប់ទេចេញរទេះទៅបាត់ដល់ពេលហើយខាងគ្រូទាយនឹងក៏គាត់នៅតែបោះកាក់ទាយឲ្យហើយនឹងស្រែកប្រាប់ពីចម្ងាយពេលហ្នឹងតួស្រីអើតក្បាលចេញមកល្មមលោកគ្រូគាត់មើលខ្សែវាសនាអ្នកទាំងពីរនឹងមិនត្រូវធៀបគ្នាទេហើយបើសិនជារួមរស់ជាមួយគ្នាតែបង្ខំគឺអាចនឹងនាំទុកទោសដល់គ្នាទៅវិញទេបើសិនជាចង់ដឹងអីបន្ថែមទៀតឲ្យមកខាងលិចក្រុងដើម្បីជួបគាត់មកខាងកើតក្រុងហើយពេលហ្នឹងតួស្រីក៏គាត់នៅតែឆ្ងល់ពេលគេនិយាយប្លែកៗអញ្ចឹងក៏ប៉ុន្តែតួប្រុសក៏ថាកុំឲ្យខ្វល់អីនឹងពាក្យសម្ដីរបស់គ្រូទីអត់បានការទេយើងបន្តដំណើរទៅមុខទៀតធ្វើដំណើរបានរៀងឆ្ងាយបន្តិចទៅរទេះនឹងវារៀងយឺតពេកស៊ីយ៉ាក៏ថាគាត់ទៅបំផាយសេះឲ្យលឿនជាងនឹងបន្តិចសិនតួប្រុសក៏ថាទៅចោះមិនអីទេតែឆ្លៀតពេលដែលប្អូននៅតួប្រុសស្រឡាញ់ប្រពន្ធណាចង់ជួយច្បាច់ជើងឲ្យប្រពន្ធក៏ដោះស្បែកជើងប្រពន្ធហើយច្បាច់ជើងឲ្យចឹងណាម៉ាសាជើងតួស្រីឡើងរំភើបឃើញតួប្រុសស្រឡាញ់ខ្លួនបែបហ្នឹងតែមានណាស៊ីយ៉ានេះបំផាយសេះលឿនពេកធ្វើឲ្យរទេះនឹងវាកត្រាក់ទៅបុកជើងតួប្រុសបុកច្រមុះតួប្រុសតែតួប្រុសក៏ថាអត់អីទេដល់ពេលហ្នឹងណាស៊ីយ៉ាក៏ទៅពិខំបំផាយរទេះសេះនឹងឲ្យលឿនបន្តទៀតតួប្រុសនៅតែច្បាច់ជើងឲ្យតួស្រីបន្តទៀតនេះបុកឈាមច្រមុះបដ ாய் នឹងភ្ញាក់ព្រឺតួស្រីក៏ភ័យបារម្ភដែរគាត់បានស្រែកសួរស៊ីយ៉ាថាកើតអីមែនស៊ីយ៉ាថាថ្មធំពេកកិច្ចអត់តាន់គាត់ថាគាត់ចូលទៅក្នុងវិញសិនដល់ពេលចូលមកដល់ឃើញមុខតួប្រុសសាច់ឈាមមកបងប្រុសបងកើតអីហ្នឹងតួប្រុសរោនឹកឆ្លើយមួយប្អូនមិនចាញ់ទេក៏ឆ្លើយថាអាកាសធាតុក្តៅខ្លាំងពេកបងឈាមច្របល់រសាអាកាសធាតុក្តៅខ្លាំងពេកមកមុខតួស្រីនឹងគួរឲ្យចង់សើចធ្វើដំណើរបានយូរទៅក៏មកដល់ផ្ទះរបស់គ្រួសារជីពួកគេក៏ធ្វើដំណើរចូលទៅក្នុងផ្ទះគ្រួសារជីនឹងឯងតែតួប្រុសក៏ថាមកដល់នេះមិនអាចឲ្យគេដឹងថាខ្ញុំគឺជាសាច់ញាតិរាជវង្សអីបានទេអញ្ចឹងខ្ញុំនឹងកុហកគេថាខ្ញុំឈ្មោះថាយូស៊ីយីហើយតួប្អូននឹងឈ្មោះយូស៊ីយ៉ាអីចឹងទៅកុំឲ្យដឹងគេដឹងថាស្ដាច់ចឹងណាហើយនឹងនាំគ្នាចូលទៅជួបជាមួយនឹងអ្នកបម្រើគេនាំទៅជួបជាមួយនឹងលោកម្ចាស់ជីធម្មតាមានការប្រឡងដើម្បីចូលទៅដល់វគ្គប្រឡងគឺលោកម្ចាស់ជីនឹងមិនមែនចេះឲ្យទៅចូលប្រឡងទេត្រូវលេងតន្ត្រីគាត់ស្ដាប់ជាមុនសិនបើថាចូលទៅជាគាត់បានគាត់ឲ្យចូលរួមប្រឡងដោយគាត់បានយកពិនល្អមួយមកឲ្យតួប្រុសលេងចឹងណាគ្រាន់តែឃើញសប្បាយចិត្តហ្មងចង់លេងពិនហ្នឹងហ្មងណាហើយតួស្រីក៏បានរំលឹកតួប្រុសឲ្យធ្វើតង់តាមគាត់តែនតាអីចឹងទៅហើយតួប្រុសក៏គាត់លេងតាមតង់ដែលតួស្រីនិយាយនឹងឯងដែលគាត់លេងពិនមើលទៅនឹងជក់ចិត្តហ្មងណាហើយគួរឲ្យស្រឡាញ់សូម្បីតែលោកម្ចាស់ជីហ្នឹងស្ដាប់ឡើងដកក៏ចំហមាត់គឺទៅសើតួប្រុសហ្មងបន្ទាប់ពីតួប្រុសលេងពិននឹងចប់គាត់បាននិយាយថាគាត់រៀនភ្លេង30ឆ្នាំហើយមិនងាយបានឃើញមនុស្សក្មេងហើយមានសមត្ថភាពអញ្ចឹងសោះអញ្ចឹងទៅគាត់ក៏បានអញ្ជើញក្រុមតួឯករបស់យើងឲ្យស្នាក់នៅផ្ទះរបស់គាត់សិនគាត់រៀបចំបន្ទប់ឲ្យនឹងរងចាំរហូតដល់ថ្ងៃបកអបប្រឡងប្រកួតជាក្រុមពួកគេមកដល់បន្ទប់ដែលលោកម្ចាស់ជីរៀបចំឲ្យគឺពេញចិត្តមែនទែនជាពិសេសហ្នឹងគឺមានឧបករណ៍តន្ត្រីយ៉ាងច្រើនតួប្រុសគាត់ឃើញគឺស្រឡាញ់សឹងតែគ្រប់ឧបករណ៍អញ្ចឹងហ្មងក៏ប៉ុន្តែខាងស៊ីយ៉ាក៏ថាគាត់អត់មានអីត្រូវតេស្តសាក់លបងឧបករណ៍តន្ត្រីអីទេគាត់ចង់ដើរលេងគាត់សុំទៅដើរលេងនៅខាងក្រៅហើយចុះទៅក្រោមភ្នំណាហើយលោកគ្រូពេទ្យហ្នឹងក៏សុំទៅជាមួយដែរតួប្រុសថាទៅតែកុំធ្វើបាបគេធ្វើបាបឯងណា
ស៊ីយ៉ាថាបើខ្ញុំចង់ធ្វើបាបគឺធ្វើបាបបងនឹងហើយតែតួប្រុសក៏ថាអើយបានហើយទៅហើយគេក៏ទៅអស់ទៅនៅសល់តែតួប្រុសអង្គុយលេងឧបករណ៍តន្ត្រីជាបន្តទៀតហើយតួស្រីអង្គុយមើលហើយប្រាប់តួប្រុសថាស៊ីយីពេលដែលលោកលេងឧបករណ៍តន្ត្រីអញ្ចឹងទៅលោកមើលទៅគឺសង្ហាខ្លាំងណាស់ធ្វើឲ្យស៊ីយីណាកាន់តែទៀតហើយកំពុងតែអំនួតលើខ្លួនឯងផងតែតួស្រីក៏គិតក្នុងចិត្តថាតួប្រុសគឺល្អសម្រាប់គាត់តាំងពីនៅភពបច្ចុប្បន្នរហូតដល់ចូលទៅក្នុងហ្គេមហ្នឹងក៏នៅតែល្អដែរមើលទៅដឹងតែគួរឲ្យស្រឡាញ់ស៊ីយ៉ានិងលោកគ្រូពេទ្យមកដល់លោកគ្រូពេទ្យចង់ញ៉ាំបាយតែស៊ីយ៉ាអត់ចង់ញ៉ាំទេអញ្ចឹងគំនិតខុសគ្នាទៀតហើយមានតែចែកផ្លូវគ្នាដើរចាំពេលកន្លះម៉ោងឬក៏1ម៉ោងក្រោយចាំមកជួបគ្នាកន្លែងដើមវិញហើយពេលហ្នឹងស៊ីយ៉ាក៏ចាប់ផ្ដើមដើរម្នាក់ឯងដើរមើលផ្សារមើលអីគេហ្នឹងតំបន់ដែលគាត់មិនងាយបានមកដល់ទេតែគាត់សង្កេតទៅឃើញមនុស្សប្រុសម្នាក់នោះមើលមកគាត់រហូតគាត់ដើរទៅមុខទៀតឃើញគេមើលមកគាត់ទៀតនិយាយទៅឲ្យតែគាត់ដើរទៅគាត់លួចសម្លឹងឃើញគេមើលមកគាត់រហូតឡើងហ្នឹងទ្រាំបានទេស៊ីយ៉ាក៏ឡើងទៅនឹងភ្ជង់អាប៉ែនឹងបដ ாய் ថាមើលគាត់អីមើលម៉េះមានបញ្ហាអីមែនម្នាក់ហ្នឹងក៏ឆ្លើយថាដោយសារតែឃើញអ្នកនាងស្លៀកពាក់សម្លៀកបំពាក់លក្ខណៈថាមនុស្សប្រុសចឹងណាមើលទៅចម្លែកហើយទៅតួស៊ីយ៉ាក៏ថាជារឿងធម្មតានៅក្នុងនគរនេះគឺស្រីស្លៀកពាក់អញ្ចឹងជារឿងធម្មតាទៅហើយលោកប្រហែលជាមកពីនគរផ្សេងហើយទៅបានជាមិនដែលឃើញមកពីណាវិញម្នាក់ហ្នឹងក៏គាត់ប្រាប់ថាគាត់មិនមែនអ្នករស់នៅក្នុងនគរហ្នឹងទេមានឈ្មោះថាលីឆាងស៊ីមកពីនគរផ្សេងអញ្ចឹងទៅខាងស៊ីយ៉ាក៏គ្រាន់តែឮឈ្មោះលីឆាងស៊ីគាត់ស្គាល់ភ្លាមលីឆាងស៊ីគឺជាអ្នកលេងតន្ត្រីហើយយកឧបករណ៍តន្ត្រីធ្វើជាអាវុធដើម្បីការពារមនុស្សស្លូតត្រង់នឹងមែនគឺគាត់នឹងហើយដែលស៊ីយ៉ាសប្បាយចិត្តមែនទែនបានស្គាល់អ្នកក្លាហានគឺជាកិត្តិយសរបស់គាត់ណាហើយគាត់បានសួរម្នាក់នឹងថាតើមកទីនេះធ្វើអីម្នាក់នឹងក៏ឆ្លើយថាគាត់មកដើម្បីប្រកួតក្នុងការប្រគំតន្ត្រីនៅដំណាក់គ្រួសារជីអញ្ចឹងណាហើយស៊ីយ៉ាក៏ថាបងប្រុសរបស់ខ្ញុំក៏ចូលរួមនៅនឹងដែរចៃដន្យមែនទែនអញ្ចឹងទៅអ្នកប្រុសឆាងសៀនឹងក៏បាននិយាយថាអញ្ចឹងចាំជួបគ្នានៅថ្ងៃស្អែកនៅថ្ងៃប្រឡងហ្មងទៅអញ្ចឹងហើយក៏អរគុណនឹងលាគ្នាទៅវិញទៅមកតែមើលស៊ីយ៉ាដូចចូលចិត្តគេណាឃើញគេអ្នកក្លាហានថ្ងៃស្អែកឡើងការប្រឡងក៏បានមកដល់គ្រប់គ្នាសុទ្ធតែទៅចូលរួមក្នុងការប្រឡងទាំងអស់គ្នាដោយគេរៀបទីកន្លែងឲ្យអង្គុយម្នាក់មួយអញ្ចឹងណាកន្លែងរៀបចំការប្រឡងតន្ត្រីនេះគឺធំមែនទែនរៀបចំឡើងដោយគ្រួសារជីហើយពេលហ្នឹងខាងស៊ីយ៉ាបានឃើញអ្នកប្រុសឆាងសៀនហ្នឹងក៏លើកដៃសញ្ញោដូចស្គាល់គ្នាអញ្ចឹងញញឹមដាក់គ្នាណាតួស្រីក៏ឃើញគាត់ឆ្ងល់អ្នកណាគេហ្នឹងស្គាល់គេដែរហើយស៊ីយ៉ាក៏ថាស្គាល់ជួបគ្នាកាលពីម្សិលមិញនៅតាមផ្លូវគាត់មានឈ្មោះថាលីឆាងស៊ីគឺជាអ្នកក្លាហានម្នាក់ដែលមានគេឈ្មោះក្នុងពិភពគុណណាដែលម្នាក់នឹកឃើញស្តាក់ចង់សើចអើយក៏ទៅស៊ីយ៉ាឲ្យទៅលឺអ្នកនៅក្នុងពិភពគុណនឹងតែអញ្ចឹងហ្មងហើយតួស្រីក៏ថាមានអីគេសង្ហាដែរតាដល់ពេលតួប្រុសក៏លឺថាតួស្រីសរសើរគេសង្ហាអញ្ចឹងក៏សវ៉ាកាហែមឲ្យតួស្រីងាកមើលគាត់ហើយគាត់ធ្វើចរិតប្រុសស្អាតនិងសង្ហាឲ្យតួស្រីមើលហើយញឹមនឹងថាតួប្រុសហ្នឹងចូលចិត្តប្រច័ណ្ឌចូលចិត្តធ្វើរឹកប្រុសស្អាតអញ្ចឹងហ្មងកម្មវិធីគេក៏ចាប់ផ្ដើមឡើងមានការទូងស្គរហើយមានយកសម្ភារៈឧបករណ៍តន្ត្រីមកយ៉ាងច្រើនអញ្ចឹងលោកម្ចាស់ជីក៏បានមកដល់ដែរសំខាន់អ្នកទូងស្គរទូងអត់ត្រូវទៅលោកម្ចាស់ជីក៏ចុះទៅស្ដីឲ្យទូងស្គរអត់ត្រូវឯងខុសចង្វាក់ឯងឲ្យម្នាក់នឹងទូងម្ដងទៀតម្នាក់នឹងទូងស្គរម្ដងទៀតនៅតែខុសទៀតលោកម្ចាស់ជីស្រែកថាខុសហើយទូងទៀតទូងឲ្យខុសទៀតលោកម្ចាស់ជីស្រែកយកតែមែនតែនឹងអស់កហ្មងខុសហើយទូងម្ដងទៀតឲ្យម្នាក់នឹងទូងស្គរឡើងម្នាក់នឹងចង់យំហ្មងទូងអត់ត្រូវរហូតម្នាក់សិននាំគ្នាមើលហើយមានរឿងអីកើតឡើងលោកម្ចាស់ជីនឹងអីក៏កាយសាហាវម្លេះស្រែកកំហុកឲ្យគ្នាទូងម្ដងទៀតចុងក្រោយនៅតែមិនត្រូវចិត្តលើកម្នាក់នឹងបោះចោលហ្មងតម្លាក់ចោលហ្មងណាដែលតួប្រុសឃើញបែបហ្នឹងហើយញឹមគាត់ចូលចិត្តមនុស្សបែបនោះព្រោះអីគឺជាមនុស្សដែល strict ជាមនុស្សដែលចង់និយាយថាម៉ត់ចត់ខាងរឿងតន្ត្រីណាការប្រកួតក៏បានចាប់ផ្ដើមឡើងដែលលោកម្ចាស់ជីបានប្រកាសថាអ្នកដែលឈ្នះពានរង្វាន់ក្នុងថ្ងៃនេះនឹងទទួលបានពិនល្អសល់ពីសម័យបុរាណមួយដែលគាត់បានថែរក្សាទុកយូរឆ្នាំមកហើយអញ្ចឹងណាអញ្ចឹងវិញ្ញាសាសម្រាប់ថ្ងៃនេះគឺការបង្កើតឧបករណ៍តន្ត្រីហើយយកទៅសរសេរភ្លេងហើយនឹងប្រគំតន្ត្រីឡើងឲ្យបានជោគជ័យអញ្ចឹងទៅដែលគ្រប់គ្នាក៏សួរថាស្រួលដល់ម្លឹងអីលោកម្ចាស់ជីគាត់ថាមិនស្រួលដល់ម្លឹងទេព្រោះអីគាត់មានសម្ភារៈយកទៅអាចបង្កើតជាឧបករណ៍តន្ត្រីបានអត់ឲ្យយកសម្ភារៈអីផ្សេងទេយកសម្ភារៈដែលគាត់ឲ្យកូនចៅរបស់គាត់លើកមកនឹងឯងគឺបើសិនជាយើងមានសមត្ថភាពមែនមិនថាជាសម្ភារៈអីទេគឺសិតតែអាចបង្កើតបានជាឧបករណ៍តន្ត្រីទៅទាំងអស់ហ្នឹងឲ្យអ្នកទាំងអស់គ្នាមករើសយកសម្ភារៈណាមួយដែលអ្នកទាំងអស់គ្នាត្រូវការចោះហើយសម្ភារៈហ្នឹងមើលទៅវារៀងមានតិចឈើអីហ្នឹងអញ្ចឹងគ្រប់គ្នាក៏សម្រុកចូលមកដើម្បីប្រមូលសម្ភារៈទាំងអស់ហ្នឹងរៀងខ្លួនតួប្
ប្រុសឃើញគេទៅដើមឧបករណ៍ហ្នឹងឈោមមើលគេឡើងភ្លឹកហ្មងមើលទៅប្រហែលជាមិនចូលទៅដើមជាមួយគេរួចទេកលេចមកខាងព្រះអង្គម្ចាស់ទី2ឯនេះវិញគាត់ឲ្យកូនចៅរបស់គាត់តាមដានទូប្រុសដល់ណាហើយគេក៏រាយការណ៍តាមនឹងថាទូប្រុសទៅចូលក្នុងកម្មវិធីប្រឡងតន្ត្រីអីចឹងណាដែលព្រះអង្គម្ចាស់ទី2ក៏ថាព្រះអង្គម្ចាស់ទី3 CG នឹងចង់លេងល្ខោនអីជាមួយគាត់ទេដឹងចឹងមានអីគាត់នឹងកំដរឲ្យដល់ទីបញ្ចប់គាត់ក៏ប្រាប់ឲ្យកូនចៅរបស់គាត់ទាំងអស់គ្នានឹងរកមនុស្សជើងខ្លាំងធ្វើយ៉ាងណាក៏ដោយឲ្យ CG ឈ្នះការប្រកួតនឹងទេឲ្យចាញ់គេទៅចំណែកឯខាងតួប្រុសរបស់យើងគេទៅដើមឧបករណ៍ផលិតនឹងអស់ហើយអញ្ចឹងគ្មានអីទេនៅសតក្តារបន្ទះអីនឹងឯងមិនដឹងថាគួរធ្វើអីឡើយតួស្រីគាត់ថាអានេះប្រអប់ធំអាចធ្វើស្គរបានក៏ប៉ុន្តែតួប្រុសគាត់នឹងអង្គុយរនឹកថាគួរធ្វើអីចឹងគាត់ក៏សម័យឃើញឧបករណ៍មួយដែលគេកេះអញ្ចេះមើលទៅគាត់កាន់ប្រទេសឈើនឹងកេះដូចហ្គីតាអញ្ចឹងតែគាត់អត់ដឹងថាអីដែរទេសម័យអត់ទាន់ចេញនៅឡើយទេតែគាត់ចង់ធ្វើឧបករណ៍ដែលអាចអង្គុយដេញបានអាចឈរដេញក៏បានអាចធ្វើអញ្ចេះដេញក៏បានដែរអត់បញ្ហាទេពេលនោះតួស្រីអាចកាត់យល់បានក៏ប៉ុន្តែខាងគ្រូពេទ្យក៏អត់មានភាពជឿជាក់គាត់មិនដែលឃើញឧបករណ៍តន្ត្រីអីចឹងទេបើសិនជាផលិតហ្នឹងគឺវាខុសគេក្នុងពិភពលោកក្នុងពិភពគុណគ្មានអ្នកណាមានទេមិនដឹងថាអាចលឺសំឡេងឬក៏អត់តែតួប្រុសក៏ថាពេទ្យមិនយល់ទេតែតួស្រីក៏ថាគាត់យល់កន្លែងហ្នឹងគាត់យល់គាត់ក៏សវ៉ារត់ទៅគូរូបខ្វាច់ស្មាគូរូបអីបន្ទាប់ពីគូហើយគាត់លើកមកគឺឃើញទូស៊ីយីកំពុងតែកាន់ហ្គីតាហ្នឹងហើយដែលតួប្រុសក៏ថាអស់ចាត្រូវចិត្តគាត់ហ្មងគាត់ចង់បានអញ្ចឹងគាត់ថាឲ្យស៊ីនរបស់យើងពិតជាប៉កែមែនទោះស្អីថាឃើញអត់ខ្ញុំអាចជួយបានច្រើនណាខាងលោកគ្រូពេទ្យក៏និយាយថារឿងគូរូបជាតគូបានហើយតែយើងធ្វើមិនតួប្រាប់គាត់ថាគាត់អាចល្មមដឹងពីវិធីធ្វើបានហើយឡើងរំភើបចំពោះខាងស៊ីយ៉ានៅវិញគាត់ចង់ដឹងថាអ្នកក្លាហាន idol របស់គាត់នឹងធ្វើឧបករណ៍តន្ត្រីអីតែមិនហ៊ានចូលទៅសួរគេមានតែលួចមើលតាមទ្វារតាមប្រអួចអីនឹងឯងតែពេលហ្នឹងក៏ស្រាប់តែអ្នកប្រុសឆាងសៀននោះដើរមកពីក្រោយភ្ញាក់ឯព្រឹតសួរថាមកធ្វើអីនៅបន្ទប់របស់គាត់ហ្នឹងខាងស៊ីយ៉ាក៏ថាអត់អីទេក៏គ្រាន់ចង់មកមើលចង់ដឹងថាតើធ្វើឧបករណ៍ឲ្យនៅឲ្យធ្វើល្អបានល្អឬក៏អត់អីចឹងណាម្នាក់ហ្នឹងក៏ថាអត់អីទេគាត់ធ្វើហើយក៏បានល្អថែមទៀតផងស៊ីយ៉ាក៏ចូលរួមអបអរសាទរអញ្ចឹងចាំជួបគ្នានៅក្នុងការប្រកួតនៅថ្ងៃស្អែកតាមពិតចង់សួរសុខទុក្ខគេបារម្ភពីគេចឹងតែអត់ហ៊ានសួរទេស៊ីយ៉ាហ្នឹងណាថ្ងៃនេះបានមកដល់ហើយការប្រកួតសម្រាប់ថ្ងៃនេះចង់ដឹងថាតើអ្នកណាផលិតឧបករណ៍តន្ត្រីអ្វីអញ្ចឹងណាគ្រប់គ្នាក៏បង្ហាញឧបករណ៍តន្ត្រីរបស់ខ្លួនហើយពេលហ្នឹងគេក៏ហៅឈ្មោះលីឆាងស៊ីទៅបង្ហាញឧបករណ៍តន្ត្រីរបស់ខ្លួនឃើញមានតែទឹក5កែវស្រា5កែវហើយនឹងចង្កឹះមួយអញ្ចឹងណាម្នាក់ហ្នឹងក៏លេងតន្ត្រីដែលប្រើចង្កឹះមួយហ្នឹងវាយកែវហើយនឹងទឹកនៅក្នុងចាននឹងឯងស្រានឹងឯងដែលលេងចប់តន្ត្រីគាត់ព្រោះមែនទែនគេតែដោយអបអរសាទរជាពិសេសលោកម្ចាស់ជីហ្នឹងគឺគាត់ចូលចិត្តមែនទែនព្រោះភ្លេងព្រោះស្នាដៃប៉ិនប្រសពដែលអត់ចាំបាច់ធ្វើអីច្រើនណាគ្រាន់តែមានស្រា5កែវហើយនឹងចង្កឹះមួយគឺអាចលេងតន្ត្រីល្អបែបហ្នឹងគឺជាអ្នកចំនួនក្រោយពិតតួស្រីមិនចូលចិត្តទេព្រោះអីមិនចង់ឲ្យគេឈ្នះហ៎គាត់ក៏ប្រាប់តួប្រុសថាស៊ីយីត្រូវបង្ហាញពីកម្លាំងសមត្ថភាពពិតរបស់ខ្លួនណារឹងមាំឡើងស៊ីយីក៏ខំធ្វើចរិតរឹងមាំនឹងឯងគេក៏ហៅឈ្មោះអ្នកជាបន្តទៀតគឺ UCG ហើយតួប្រុសក៏ចាប់ផ្ដើមឡើងកាន់ឧបករណ៍តន្ត្រីរបស់ខ្លួនរុំកណាត់ចិត្តឡើងទៅកាន់វេទិកាណាពេលហ្នឹងចាប់ផ្ដើមបង្ហាញឧបករណ៍តន្ត្រីរបស់ខ្លួនគ្រាន់តែប៉ាងកណាត់ហ្នឹងទៅគ្រប់គ្នាសឹកភ្ញាក់ផ្អើលជាមួយនឹងឧបករណ៍នៅក្នុងដៃរបស់តួប្រុសចុះគេអត់ដែលឃើញហ៎ហើយក៏ស្លេះត្រឹមតែប៉ុណ្្នឹងទៅចាំមើលមនុស្សសម័យបុរាណស្គាល់ហ្គីតាឬក៏អត់ហើយអាចលេងបានឬក៏យ៉ាងណាតាមដានទស្សនាទាំងអស់គ្នានៅភាគក្រោយជាបន្តទៀតអរគុណច្រើនបាយបាយ